ថេរប្រវត្តិព្រះឧបជាកេសបញ្ញាត្រងៀបសមាជិកអធិបតីក្រុមប្រឹក្សាមជ្ឈិមពុទ្ធសាសនាវៀតណាមឧត្តមប្រឹក្សាសមាគមសាមគ្គីព្រះសង្ឃសន្និហជាតិខេត្តអាំងយ៉ាងព្រះចៅអធិការវត្តដងលីស្រីវង្សាឡើងជួងថ្មីខេត្តអាំងយ៉ាងជាតិបរិឆេទព្រះឧបជាកេសបញ្ញាត្រងៀបប្រសូតថ្ងៃមួយកើតខែជេសឆ្នាំមមីទស័កពុទ្ធសករាជ2473គ្រិស្តសករាជ1928នៅភូមិឡាំងជួងថ្មីឃុំដិនវ៉ាស្រុកកវ៉ាវខេត្តគីយ៉ាចាស់ជាបុត្ររបស់លោកតានាមត្រឹងកុយនិងលោកយាយនាមធីគុកព្រះអង្គបានប្រសូតក្នុងគ្រួសារមានបងប្អូនរួមផ្ទៃ4នាក់គឺទី1លោកតាត្រឹងស្រីទី2លោកយាយធីថេវទី3គឺប្រសពឧបជាត្រងៀបទី4លោកយាយថេងវៀងស្លាប់កាលអាយុ7ឆ្នាំកាលនៅជាកុមារភាពកុមារត្រងៀបបានសិក្សាអក្សរសាស្ត្រគ្រប់មុខវិជ្ជាដរាបដល់អាយុ14ឆ្នាំគណៈអាណាព្យាបាលបានរៀបចំឲ្យបួសជាសាមណេរក្នុងឆ្នាំមមែពុទ្ធសករាជ2488គ្រិស្តសករាជ1942នៅវត្តដងលីស្រីវង្សាឡើងឈួងថ្មីនេះឯងក្នុងសំណាក់ព្រះចៅអធិការព្រះនាមតាំងហាន់បាន2វស្សាដោយអាស្រ័យគ្រួសារមានភាពក្រលំបាកខ្វះមុខខ្វះក្រោយសាមណេរត្រងៀបក៏បានលាចាកសិក្ខាបទទៅធ្វើស្រែចម្ការជួយសម្រាលទុក្ខលំបាកក្នុងគ្រួសារនិងចិញ្ចឹមថែរក្សាឪពុកអ្នកម្ដាយការរស់នៅរបស់គ្រួសារបណ្ឌិតត្រងៀបប្រកបដោយសុខសន្តិភាពជាមួយឪពុកម្ដាយរហូតដល់ព្រះជន្មាយុ21ឆ្នាំដោយសច្ចវាចារបស់ព្រះអង្គដូច្នោះទើបបណ្ឌិតត្រងៀបក៏បានថ្វាយខ្លួនជាឧបាសកដល់ឆ្នាំរក្សាសិលឧបោសថដើម្បីសន្សំបុណ្យទៅថ្ងៃអនាគតកាលនៅជាឧបាសកបណ្ឌិតត្រងៀបខំតស៊ូហត្ថកម្មគ្រប់សពដើម្បីកំដរជីវិតមានធ្វើជាងកំបោរកសាងវត្តជាដើមបព្វជិនិងឧបសម្បទាបរិឆេទរហូតដល់ឆ្នាំរកាពុទ្ធសករាជ2513គ្រិស្តសករាជ1969ដោយកុសលពីអតីតបានបញ្ចូលចិត្តឲ្យមកបួសក្នុងសំណាក់នៃព្រះពុទ្ធសាសនាតាមបំណងពីកុមារវ័យតមកក៏បាននិមន្តព្រះតេជគុណព្រះនាមកេងបំបួសជាសាមណេរអស់រយៈកាល1ព្រះវស្សាលុះដល់ឆ្នាំចពុទ្ធសករាជ2514គ្រិស្តសករាជ1970បានឧបសម្បទានៅវត្តមន្ទាមុនីតមុំក្នុងសំណាក់ព្រះឧបជាព្រះនាមភឹមមានព្រះតេជគុណព្រះនាមញ៉ែតនិងព្រះតេជគុណព្រះនាមគ្រីស្ទជាអនុសាវនាចារ្យហើយក៏បានប្រទាននាមបញ្ញត្តិថាកេសបញ្ញាករណីយកិច្ចបរិឆេទខែកដឹកឆ្នាំកុលពុទ្ធសករាជ2515គ្រិស្តសករាជ1972ព្រះភិក្ខុកេសបញ្ញាត្រងៀបបានទទួលតំណែងជាព្រះចៅអធិការវត្តឡើងជួងថ្មីដរាបតទៅមុខព្រះអង្គក៏បានទទួលបបួសសិស្សជាសទ្ធិវិហារឹកអន្តេវិសិកជាច្រើនអង្គហើយក៏ខិតខំបង្ហាត់បង្រៀននៅធម៌អាវិន័យសមដូចពាក្យថាវិជ្ជាស្ពានសន្សំឲ្យមានចាត់ជាអំណោយតនខ្លួននៅក្មេងខំរៀនឲ្យហើយមិនត្រូវធ្វេសឡើយទៅសមណៈសិស្សល្អទន្ទឹមនឹងនោះព្រះអង្គក៏បានបើកសាលាធម្មវិន័យហើយទទួលសិស្សអំពីវត្តនានាក្នុងនិងក្រៅខេត្តមកស្នាក់អាស្រ័យរៀនសូត្រជាច្រើនអង្គនឹងរូបមិនត្រឹមតែការកសាងនៅចំណេះវិជ្ជារបស់ព្រះសង្ឃព្រះតេជគុណក៏ខិតខំក្នុងកិច្ចការកសាងសង្គមនិងវត្តអារាមនានាក្នុងតំបន់ដូចជាកសាងព្រះវិហារនិងសមិទ្ធផលនានានៅវត្តព្រែកជ្រៃថ្មីកសាងព្រះវិហារនិងសមិទ្ធផលនានានៅវត្តកង្កែបយំកសាងសមណគតនៅវត្តចំការត្រៃត្បូងមួយខ្នងកសាងព្រះវិហារវត្តកោះស្រូលកសាងព្រះវិហារនិងសាលាទានវត្តកំពង់បត្រាថ្មីកសាងសាលារៀននិងស្ដារស្រះវត្តប្រជាកសាងព្រះវិហារវត្តមអមកសាងអណ្ដូងទឹកវត្តបាត់ហេជីកស្រះវត្តក្រញូងមិនត្រឹមតែប៉ុណ្ណោះសោតព្រះអង្គបានបវរណានៅសប្បុរសជនទាំងចិត្តទាំងឆ្ងាយដើម្បីកសាងស្ពានផ្លូវថ្នល់និងសំណង់សាធារណៈប្រយោជន៍យ៉ាងច្រើនមិនអាចកណនាបានសម្រាប់ផ្ដល់នូវភាពងាយស្រួលឲ្យពុទ្ធបរិស័ទទាំងឡាយឆ្នាំ2005ព្រះតេជគុណត្រងៀបបានសមាគមពុទ្ធសាសនាវៀតណាមមជ្ឈិមប្រទានឋានន្តរស័ក្តិជាព្រះឧបជា
ឆ្នាំ2017ព្រះអង្គបានតែងតាំងជាសមាជិកអធិបតីក្រុមប្រឹក្សាមជ្ឈិមពុទ្ធសាសនាវៀតណាមដើម្បីស្ងើចសរសើរនិងកត់សម្គាល់ការរួមប្រាស្រ័យការកសាងសង្គមនិងសាសនាបរដ្ឋនិងរណសេរបានប្រគេនប័ណ្ណសរសើរនិងគ្រឿងឥស្សរិយយសជាច្រើនដូចជាឥស្សរិយយសពលកម្មលេខ3ព្រមទាំងប័ណ្ណសរសើរជាច្រើនអំពីគណៈកម្មាធិការមជ្ឈិមរណសេរគណៈជនជាតិនៃរដ្ឋាភិបាលគណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសេរមាតុភូមិវៀតណាមខេត្តគៀងយ៉ាងចាស់និងសមាគមពុទ្ធសាសនាវៀតណាមការទទួលអនិច្ចធម្មរូបាំងជីរតិមច្ចានាំងនាមកោតាំងណជីរតិរីរូបនៃសពសត្វតែងវិបត្តិចាស់ជរាឯនាមនគរតាំងអត់ជរាដូចរូបឡើយមកដល់ពេលនេះព្រះឧបជាកេសៈបញ្ញាត្រញីបានបំពេញភារកិច្ចជូនជាតិសាសនាដកច្រើនលើលប់គង់ជាពេលដែលចាស់ជរាព្យាធិមកបៀតបៀនប្រកាយរបស់ព្រះអង្គម្ល៉េះហើយសុខភាពរបស់ព្រះអង្គកាន់តែទ្រុឌទ្រោមទៅបន្តិចម្ដងទោះបីជាសិស្សកុននិងពុទ្ធបរិស័ទទាំងអស់បានខ្នះខ្នែងអស់ពីកាយចិត្តយកព្រះអង្គនិមន្តទៅព្យាបាលនៅទីណាក្តីក៏ពុំអាចឈ្នះនឹងអំណាចនៃមច្ចុរាជដែរហេតុនេះហើយព្រះអង្គក៏បានទទួលអនិច្ចធម្មនៅវេលាម៉ោង 5:30 នាទីនាថ្ងៃទី1ខែធ្នូឆ្នាំ2025ត្រូវនឹងថ្ងៃ11កើតខែមករាឆ្នាំម្សៅសប្តាហ៍ស័កពុទ្ធសករាជ2569ក្នុងព្រះជន្មាយុ97ព្រះវស្សាត្រង់ប្រផ្នោះ56ព្រះវស្សាការទ្រង់អនិច្ចធម្មរបស់ព្រះឧបជាកេសៈបញ្ញាត្រញីបគឺជាការបាត់បង់នៅមលុបមួយដកត្រជាក់សម្រាប់សិស្សានុសិស្សនិងពុទ្ធសាសនិកជនក្នុងព្រះពុទ្ធសាសនាដូច្នេះខ្ញុំប្រកាសរណាទាំងឡាយទាំងអស់គ្នាដែលជាសិស្សកុនរបស់ព្រះអង្គលើកដៃបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ព្រះអង្គទៅកាន់សុគតិភពកំបីខានឡើយ